សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនបើមកធ្វើមុខម្ហូបពិសេសមួយទៀតហើយគឺមាន់ដុតកូកាអញ្ចឹងចង់ដឹងថាកូនបើធ្វើយ៉ាងណាសូមពុកម៉ែបងប្អូនតាមដានទស្សនាវីដេអូរបស់កូនបើដូចតទៅអញ្ចឹងយើងកាត់ចូលមកដល់កន្លែងមាន់របស់យើងហ្មងហើយមាន់នេះផងដែរបញ្ជាក់ផងដែរណាពុកម៉ែបងប្អូនគឺមាន់ស្រែ 100% គឺចិញ្ចឹមដោយគ្រួសារផងកូនបើផ្ទាល់អញ្ចឹងណាបើយើងមករបស់ស្រែហូបគឺថាឆ្ងាញ់មែនតើអញ្ចឹងឥឡូវនេះយើងចូលមកដល់ការផ្សំគ្រឿងរបស់យើងវិញគឺគ្រឿងអត់មានអីច្រើនទេពុកម៉ែបងប្អូនមានតែស្ករប៊ីចេងម្សៅស៊ុបគល់ស្លឹកគ្រៃស្លឹកក្រូចអីហើយអ្វីដែលយើងមិនភ្លេចមិនបាននោះគឺប្រេងខ្យងចាហើយកុំភ្លេចផងដែរជាមួយនឹងខ្ទឹមសចិញ្ច្រាំដាក់ចូលគ្នាហើយមកណាពុកម៉ែបងប្អូននិយាយរួមទៅប្រេងខ្យងកាត់ទៅច្រើនគឺរឹតតែឆ្ងាញ់កូនបើសុំបញ្ជាក់បន្តិចទៀតណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់ដាក់ស្ករក៏បានអត់ក៏បានដែរបើសិនជាពុកម៉ែបងប្អូនដាក់ស្ករគឺយើងដុតទៅវាឆាប់ខ្លោចអីអញ្ចឹងណាហើយបើយើងអត់ដាក់ស្ករទេគឺវាមិនងាយខ្លោចទេពុកម៉ែបងប្អូនកុំឲ្យតែយើងដាក់ភ្លើងខ្លាំងហើយអត់មើលអញ្ចឹងណាបើយើងអាសាមើលអាសាប្រែគឺតនីហ្មងមាន់របស់យើងគឺសាច់ពណ៌តនងមែនតែនហ្មងពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមប្រឡាក់គ្រឿងមាន់របស់យើងទាំងក្រៅខ្លួនទាំងក្នុងខ្លួនវាឲ្យសព្វរួចរាល់អស់ហើយចាំយើងធ្វើការយកវាដាក់ទៅពុកម៉ែបងប្អូនអញ្ចឹងយើងធ្វើការញាត់គ្រឿងមានគល់ស្លឹកគ្រៃមានអីចូលក្នុងពោះវាអីចឹងទៅដើម្បីឲ្យវាឈ្ងុយទាំងក្នុងទាំងក្រៅណាពុកម៉ែបងប្អូនឃើញទេពុកម៉ែបងប្អូនវិធីធ្វើអត់មានអីពិបាកទេងាយស្រួលសូម្បីតែអ្នកអត់ចេះធ្វើម្ហូបក៏អាចធ្វើតាមវិធីនេះបានដែរណាពុកម៉ែបងប្អូនហើយបើយើងមានស្ពៃក្តោបអីយើងដាក់ស្ពៃក្តោបដុតជាមួយទៅពុកម៉ែបងប្អូនគឺនៅពេលដែលយើងញ៉ាំជាមួយគ្នារត់តែឆ្ងាញ់ហើយយើងកុំភ្លេចជាមួយនឹងកូការបស់យើងដើម្បីធ្វើការដាក់ដុតហើយយើងអាសាមើលផងណាពុកម៉ែបងប្អូនបើរៀងគោកទឹកយើងដាក់កូកាថែមអីចឹងទៅរហូតតែមាន់យើងឆ្អិនបែបនេះណាពុកម៉ែបងប្អូនគាត់តែឃើញពណ៌សម្បុរមកក៏ចង់គួរឲ្យញ៉ាំដែរណាពុកម៉ែបងប្អូនមើលណែតំណងអត់យើងញ៉ាំជាមួយបាយក៏បានយើងញ៉ាំក្លែមក៏បានរត់តែពិសេសណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះវីដេអូរបស់កូនបើធ្វើការដុតមាន់សូមបញ្ចប់តែត្រឹមនេះសូមពុកម៉ែបងប្អូនជួយធ្វើការចុច like Subscribe និងដាក់រូបសញ្ញាកណ្ដឹងផងណាសូមអរគុណ